ពុកម៉ែបងប្អូនចង់ដឹងអត់តាគាត់កំពុងតែចិត្តអីស្ដាងចិត្តជាមួយនឹងមុខពីរបែបនេះហើយអីគេពណ៌សហ្នឹងណចាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូប្លែកទៀតឲ្យនៅបងប្អូនបានជូនបងប្អូនទស្សនាណាហើយនេះជាភ្លាមើមកវាញជាមួយនឹងសាច់គោណាពុកម៉ែបងប្អូនចាហើយនេះជាដើមកវាញនេះខ្ញុំទិញពីផ្សារស្រស់ខ្ចីមែនតើណាពុកម៉ែបងប្អូនអើយចាដល់រដូវកាលហើយបងប្អូនដល់រដូវកាលធ្លាក់ភ្លៀងអញ្ចឹងសបោអ្នកគាត់ទៅរមើមកវាញណាចាហើយចង់ដឹងថាតើភ្លាសាច់គោជាមួយមើមកវាញមានរសជាតិក៏ដូចជាគ្រឿងផ្សំបែបណាទស្សនាវីដេអូទាំងអស់គ្នាណាអញ្ចឹងយើងមានជីគ្រប់មុខជីអាណាខ្ទឹមក្រហមម្ទេសចាហើយនឹងក្រូចឆ្មាមើមកវាញយើងមកចាហើយសាច់គោចំនួន2ខាំចាទឹកត្រីកោះកុងទឹកប្រហុកស្ករសនិងប៊ីចេងចាឲ្យភ្លេចមួយទៀតបងប្អូនគឺសណ្តែកដីណាហើយបន្ទាប់មកយើងចាប់ផ្ដើមចិត្តដើមកវាញយើងទាំងអស់គ្នាហើយដើមកវាញនេះគឺពេលយើងទិញមកគេសក់ឲ្យយើងស្រាប់អញ្ចឹងហើយប៉ុន្តែគ្រាន់ថាពេលដែលយើងយកមកធ្វើម្ហូបយើងត្រូវសក់ក៏ដូចជាចិត្តកន្លែងដែលគេហៅថាកន្លែងដែលចាស់ចាយើងចិត្តចាស់ចោលទៅយើងយកខ្ចីយកមកចិត្តដើម្បីធ្វើម្ហូបហើយតើតោះនឹងការចិត្តភ្លានេះផងដែរគឺយើងចិត្តបែបហ្នឹងណាបងប្អូនចិត្តក្បិតមុខពីបែបហ្នឹងមកពេលដែលយើងភ្លាជាមួយសាច់គោយើងនឹងទៅវាទុនហើយវាស្រួលញ៉ាំហើយវាចូលជាតិគ្នាបានល្អមែនតើយើងចិត្តស្ដាងអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងចិត្តរួចរាល់ហើយយើងចិត្តក្រូចឆ្មាចាក្រូចឆ្មាខ្ញុំដាក់3ផ្លែបងប្អូនតែខ្ញុំថែម1ផ្លែទៀតដោយសារក្រូចឆ្មាខែនេះខែវាអត់សូវមានទឹកហ្មងខ្ញុំអត់ដឹងមិនដែរបងប្អូនទិញក្រូចឆ្មាស្រែមកអត់សូវទឹកចាអត់សូវមានទឹកហ្មងទេចុះដាក់ក្រូចឆ្មាខ្ទង់4ផ្លែនៅស្ទើទៀតណាសម្រាប់ខ្ញុំណាចាបើយើងចិត្តខ្ទឹមក្រហមខ្ទឹមអីទឹកម្ទេសចិត្តអីចឹងមកហើយបន្ទាប់មកគឺជាអាណាចាជាអាណានឹងជីគ្រប់មុខណាចាបន្ទាប់ពីយើងចិត្តបន្លែចិត្តអីហើយយើងឲ្យចាប់ផ្ដើមធ្វើសាច់ទាំងអស់គ្នាចាសាច់គោនេះគឺសាច់ស្រស់ណាបងប្អូនយកសាច់ស្រស់ហើយនឹងសាច់សុទ្ធចាជាសរសៃជាអីស្អាតមកដើម្បីពេលយើងភ្លាទៅវាឆ្ងាញ់ណាបាច់ក្រូចឆ្មាមកយើងច្បាច់សាច់នឹងឲ្យវាពងាប់ចាមានន័យថាយើងពងាប់សាច់នឹងឲ្យវាស្លេកតិចហើយមិនយើងដាក់គ្រឿងតាមក្រោយណាហើយគ្រឿងបន្ទាប់ហ្នឹងគឺទឹកត្រីកោះកុងជាមួយនឹងទឹកប្រហុកបងប្អូនមានប្រហុកស្រស់ដាក់ប្រហុកស្រស់ក៏បានដែរចាអត់ប្រកាន់ទេកាន់តែឈ្ងុយប្រហុកកាន់តែល្អចាស្ករសនិងប៊ីចេងយើងដាក់មកយើងច្បល់វាឲ្យចូលជាតិបែបហ្នឹងមកណាចាហើយរសជាតិភ្លាកវាញគឺធានាឲ្យបងប្អូនធ្វើញ៉ាំបែបហ្នឹងឆ្ងាញ់ណាស់បងប្អូនអើយប្លែកខ្ញុំនិយាយថាប្លែកខ្ញុំឲ្យបន្ទុក10លើ10ហ្មងចាខ្ញុំអ្នកអត់ចេះញ៉ាំកវាញទេខ្ញុំអត់សូវប៉ិនទេចាតែដល់ពេលបានភ្លានឹងជាមួយសាច់គោហ្នឹងញ៉ាំជាមួយនឹងគ្រឿងដែលយើងផ្សំត្រូវទៀតណាតែខ្ញុំបង្ហាញជូនបងប្អូនហ្នឹងគឺជាតិគ្នាមែនតើបងអើយខ្ញុំនិយាយថាខ្ញុំបញ្ចូលសម្លេងម្ដាយខ្ញុំនឹកឃើញអារសជាតិបែបហ្នឹងណានៅតែឃ្លានទៀតហ្មងបងប្អូនវាឆ្ងាញ់ពេកចាបងប្អូនវាឆ្ងាញ់ហើយវាត្រូវជាតិគ្នាខ្ញុំអត់ដឹងថាមុខម្ហូបហ្នឹងដើមកវាញហ្នឹងគេយកទៅធ្វើអញ្ចឹងបានណាចានេះខ្ញុំតេស្តខ្ញុំសាក់លបងឯងខ្ញុំអត់ដឹងថាបងដឹងយ៉ាងម៉េចទេណាប៉ុន្តែនេះខ្ញុំតេស្តខ្ញុំចង់ដឹងថាតើមុខម្ហូបនេះខ្ញុំអាចចេញលក់ឲ្យភ្ញៀវបានអត់ខ្ញុំធ្វើតេស្តញ៉ាំខ្លួនឯងសិនមកខ្ញុំយកតែចេញមិនដូចថ្មីជួយខ្ញុំណាចាហើយនេះរួចរាល់ហើយបងប្អូនយើងដាក់ជីដាក់អីតាមការចូលចិត្តរបស់បងប្អូនទៅចាហើយយើងប្រើសណ្តែកដីពីលើរយបែបហ្នឹងណាចាបងប្អូនអាចច្បល់ជាមួយគ្នាក៏បានដែរតាមបេះដូងតាមចិត្តទេចាហើយមុខម្ហូបនេះខ្ញុំធ្វើឲ្យប៉ាម៉ាក់ចាប៉ាម៉ាក់ក៏ដូចជាបងប្រុសខ្ញុំគាត់ភាសាសឹងតាជីក៏អស់ដែរបងប្អូនហើយចាគាត់ថាឆ្ងាញ់ហើយប្លែកជាងឆាសាច់គោជាមួយដើមកវាញតែសារឆាសាច់គោយើងអត់មានរសជាតិជូរណាបងប្អូនចាយើងលក្ខណៈជាឆាធម្មតាប៉ុន្តែអានេះរសជាតិវាជូរផ្អែមប្រៃហឹលតិចខ្ញុំ
ខ្ញុំចង់និយាយថាដូចបេះហ្មងបងប្អូនខ្ញុំប្លែកមែនតើរសជាតិនេះប្លែកខុសពីមុខម្ហូបផ្សេងដែលខ្ញុំធ្លាប់ធ្វើអូយថាឆ្ងាញ់បងប្អូនមិនជឿបងប្អូនអាចទៅទិញនៅតាមផ្សារហើយយកមកធ្វើមុខម្ហូបអញ្ចឹងចាធ្វើតាមរូបមន្តតាមខ្ញុំនឹងក៏បានដែរខ្ញុំអត់លាក់បងប្អូនទេចាធ្វើញ៉ាំចែកគ្នាញ៉ាំទាំងអស់គ្នាឲ្យឆ្ងាញ់ទាំងអស់គ្នាណាបងប្អូនហើយបើថាឆ្ងាញ់ហើយកុំភ្លេចជួយ comment នៅក្នុងវីដេអូរបស់ខ្ញុំផងចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណចំពោះការទស្សនាសន្យាជាមួយបងប្អូនថានឹងធ្វើម្ហូបប្លែកក៏ដូចជាមុខម្ហូបតាមរដូវកាលជូនបងប្អូនទស្សនាបន្តទៀតណាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ